ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូចាស់ដែលខ្ញុំថតទុកទេទៅបានកាត់យកមកផុសបងប្អូនទាំងអស់គ្នានេះជាសកម្មភាពខ្ញុំដង្ហែព្រះពុទ្ធរូបទៅវត្តលវាបងប្អូនទាំងអស់គ្នាធ្វើបន់ជុំគ្នាថ្ងៃចូលឆ្នាំខ្មែរយើងឥឡូវយើងនាំគ្នាទៅពីលម៉កតែលម៉កក្រោយនោះសិតតែប្រុសទេបងប្អូនទាំងអស់គ្នាហើយខ្ញុំបានជិះលម៉កជាមួយយាយឥឡូវសកម្មភាពនេះយើងបានមកដល់កន្លែងវត្តហើយបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមដាក់ព្រះពុទ្ធរូបដើម្បីឡើងយកទៅសាលាឆាន់បងប្អូនទាំងអស់គ្នាឥឡូវជួយដាក់យាយចុះពីលើលម៉កសិនព្រោះឯងគាត់អង្គុយយូរដែរចូលដៃរកជើងនេះគឺយើងបានប្រគេនព្រះពុទ្ធរូបប្រគេនលោកហើយបងប្អូនទាំងអស់គ្នានេះលោកឲ្យពូឲ្យជេរស់ស៊ីទទួលទានមានបានសកម្មភាពនេះគឺពិតជាសប្បាយមែនអានេះយើងនាំគ្នាដើរទៅលេងទើបបងថ្លៃគិតនៅចិត្តវត្តណែដើរមើលទេសភាពជុំវិញវត្តលវាបងប្អូនទាំងអស់គ្នាវត្តស្អាតមែនទែនមានតែដើមប៉ាប្រាំងធំហើយមនុស្សច្រើនកុះកដោយសារទៅនឹងថ្ងៃទី2នៃចូលឆ្នាំថ្ងៃទី2បងប្អូនទាំងអស់គ្នាហើយយើងនាំគ្នាដើររួមមើលអីហូបសិនដោយសារយើងចេញពីទើមកទៅបានហូបអីទេតែក៏យើងដើរលេងដើរមើលដើរហូបចឹងដើរទិញដើរចាយលុយមនុស្សច្រើនសម្បូរកូនក្មេងច្រើនហើយកន្លែងគេរៀបសង្ក្រានវត្តលវាក៏ស្អាតដែរមានទ្រូមានឈ្នាងមានរទេះគោមានច្រើនតែអត់បានដើរទៅថតទេនេះគេធ្វើដៃបាយគេស្មានទីខ្ញុំថតនេះណាថតរូបបងប្អូនតាគ្នានេះសកម្មភាពនៅក្បែរវត្តទេសភាពក្បែរវត្តហើយនេះក្រមគេបានរៃអង្គាសប្រាក់ដើម្បីចូលកសាងវត្តសតកមុំហ្មងកមុំនេះកមុំដល់ឡាតែគាត់មែនគាត់អត់ចេះខ្មាស់គេអានេះគឺយើងនាំគ្នាជិះលម៉កទៅផ្ទះបងថ្លៃនៅចិត្តហ្នឹងឯងប៉ុន្តែនឹងនាំគ្នាចេះចង់ជិះលម៉កខ្ជិលដើរមកខ្ជិលដើរទៅក៏នាំគ្នាជិះលម៉កថ្លៃនេះមកដល់ផ្ទះបងថ្លៃហើយផ្ទះគេក៏ស្អាតទីធ្លាក៏ស្អាតដែរដើមឈើធំមកលុបត្រជាក់ស្រួលហើយនាំគ្នារកលបងដោយសារម្ចាស់ផ្ទះនាំមកប៉ុន្តែរត់សោចាក់លបងអត់មាននាំគ្នារកលបងចេញមករកលបងដល់កជើបខោនឹងដែកលោមកដល់គេសើចហេជើបខោនឹងដែកលោវីដេអូមានប៉ុណ្ណេះឯងអរគុណបងប្អូនទាំងអស់គ្នា